សួស្តីសម្រាប់អ្នកឆ្នាំរោងចាយើងមើលអំពីការងារក៏ដូចជាស្នេហាចានៅក្នុងខែ2ចាយ៉ាងណាដែរណាអ្នកឆ្នាំរោងចឹងមើលក្នុងឆ្នាំរោងពាក់ព័ន្ធជាមួយអី The Star ណាឃើញថាល្អមែនតើណាមានដំណើរនៃការដើរលេងចាដើរលេងកន្លែងស្អាតចាដើរលេងកន្លែងទឹកកន្លែងភ្នំចាឬក៏មានរឿងល្អចូលមកចាភាពស្រស់ស្អាតចេះស្រឡាញ់ខ្លួនឯងចឹងទៅមានការកាយសម្ផស្សឬក៏មានការជួបជុំមិត្តភ័ក្តិអីខាងក្រៅដើរលេងយប់ច្រើនណាចាអញ្ចឹងយើងមើលអំពីរឿងការងារយើងមើលអ្នករោងមិនដែរเนาะការងារយើងចាឃើញថាល្អអត់បញ្ហាទេនៅក្នុងខែ2មានដំណើរដើរច្រើនអត់សូវបាននៅមួយកន្លែងទេណាចាពាក់ព័ន្ធជាមួយនឹងឯកសារលិខិតស្នាមប៉ុន្តែក្នុងនោះក៏មានបញ្ហាខ្លះដែរចាឃើញថាមានរឿងខ្លះដែលធ្វើឲ្យយើងពិបាកចិត្តនិងស្មុគស្មាញពាក់ព័ន្ធជាមួយនឹងការងារឬមួយទៀតអាចឃើញថាតាក់ទងជាមួយនឹងអ្នកដែលធ្វើការពាក់ព័ន្ធមួយឯកសារឃើញល្អប៉ុន្តែអ្នកខ្លះវិញក៏អាចអ្នកដែលត្រូវមានរត់ឯកសារអីក៏អត់ឃើញមានបញ្ហាពាក់ព័ន្ធជាមួយនឹងការងារដែរអញ្ចឹងចូលប្រយ័ត្នប្រយែងណាចាចាប់ពីថ្ងៃ9ឬក៏19អីឃើញថាមានបញ្ហាខ្លះពាក់ព័ន្ធជាមួយការងារក៏ដូចជាមុខរបរអីដែរចាប៉ុន្តែពីដើមខែមកនឹងគឺឃើញថាល្អអត់បញ្ហាទេចាឥឡូវយើងមើលអំពីរឿងលុយកាក់យើងមិនដែរចាលុយកាក់យើងសម្រាប់អ្នកឆ្នាំរោងអាយ៉ាល្អមែនតើណាឃើញថាបានលុយដែលយើងនឹកស្មានអត់ដល់បានលុយអំពីបែបយ៉ាងនិយាយថាអ្នកធម្មតាអ្នកឆ្នាំរោងជឿទៅលើពាក់ព័ន្ធជាមួយនឹងពួកអាគមភ្លឹងងងឹតច្រើនឬមិនអាគមទេ sorry ជឿទៅលើបែបអវិជ្ជបែបងងឹតចាហ្នឹងហើយបើយើងនិយាយវាមួយម៉ាត់ថាបែបមើលមិនឃើញចាជឿទៅលើគ្រូជឿទៅលើអីសាសមានសាសនាប្រចាំចិត្តខ្លួនឯងច្រើនណាហ្នឹងហើយអញ្ចឹងទទួលបានលៀបសំណាងបែបអញ្ចឹងណាចាហើយមួយទៀតឃើញថាពាក់ព័ន្ធមួយលុយកាក់ល្អមែនតើណាជាពិសេសអ្នកដែលមានដៃគូស្នេហាចំណែកលើសឃើញទទួលបានលៀបសំណាងពីគេមកបានយ៉ាងល្អណាសម្រាប់អ្នកឆ្នាំរោងទទួលបានលៀបពីមនុស្សប្រុសផ្ដល់លៀបសំណាងឲ្យយើងចាឃើញថាល្អអត់អីទេអញ្ចឹងយើងមើលទៀតមើលពាក់ព័ន្ធជាមួយនឹងស្នេហាណាអ្នកឆ្នាំរោងមិនដែរចាមើលរោងមិនដែរអាយ៉ាឃើញថាដើមខែចាឃើញថាមានភាពញញែងតិចនៅក្នុងរឿងស្នេហាដៃគូអត់យល់ចិត្តគ្នាដៃគូអត់សមប្រកបមួយគ្នាបន្តិចណាខ្វែងគ្នាបន្តិចណាប៉ុន្តែក៏រឿងល្អចូលមកដែរមានការខ្វែងគំនិតគ្នាមានការមិនយល់បាក់ចិត្តគ្នាក៏អាចនឹងជួបស្នេហាដែលល្អដែរនៅក្នុងខែ2នេះផងដែរអ្នកឆ្នាំរោងណាហើយនៅក្នុងនេះឆ្នាំរោងរៀងអត់ផាត់តិចមិនថាស្រីមិនថាប្រុសឲ្យស្នេហាច្រើនតាអត់សូវសមប្រកបដោយសារតែយើងហ្នឹងបែបមិនសូវស្កប់ស្កល់នៅក្នុងតំណែងស្នេហាខ្លួនឯងអញ្ចឹងឃើញថាស្នេហាវានៅក្នុងខែ2នេះញ៉ៃទីហើយចាប៉ុន្តែសម្រាប់អ្នកមានស្នេហាថ្មីឃើញថារឿងល្អប៉ុន្តែអ្នកដែលមានកំពុងមានស្នេហាចូលប្រយ័ត្នប្រយែងបន្តិចឃើញថាដូចជាមិនសប្បាយចិត្តនៅអ្វីដែលខ្លួនឯងមាននៅក្នុងតំណែងស្នេហាមិនសូវជាល្អណាចាអញ្ចឹងអ្នកឆ្នាំរោងជូនពរសំណាងល្អជួបគ្នាវីដេអូក្រោយទៀតណាបាយបាយ